នៅលើមេឃខ្ពស់ដែលព្រះច័ន្ទទាំងអស់រស់នៅឆេនដែលអ្នកមិនអាចភ្លឺដូចព្រះច័ន្ទផ្សេងទៀតទេអ្នកគ្មានតម្លៃនៅលើមេឃនេះទេប៉ុន្តែខ្ញុំពិតជាបានព្យាយាមមែនទេនាងគ្រាន់តែជាការបរាជ័យនាងមិនសមនឹងក្លាយជាព្រះច័ន្ទទេឆេនដែលអ្នកត្រូវតែទៅផែនដីស្វែងរកតម្លៃពិតរបស់អ្នកដូច្នេះហើយព្រះច័ន្ទតូចមួយបានធ្លាក់ពីលើមេឃខ្ញុំកំពុងបាត់បង់ពន្លឺរបស់ខ្ញុំនឹងមិនចាំថាខ្ញុំជានរណាទេនាងបានចុះចតនៅជិត Channel Sapling ជាកន្លែងដែលជីវិតថ្មីនឹងចាប់ផ្ដើមព្រះច័ន្ទតូចដែលភ្លេចរង់ចាំជំនួយព្រឹកព្រលឹមរតនៈកំពុងរៀបចំស្ទូចត្រីរតនៈកំពុងជិះទូកត្រៀមទៅស្ទូចត្រីនៅកណ្ដាលផ្លូវរូងភ្នំស្រាប់តែឃើញច័ន្ទដាអង្គុយក្បែរច្រាំងពន្លឺពណ៌មាសរះជុំវិញរតនៈសម្លឹងមើលគ្រប់គ្នាតើអ្វីទៅជាពន្លឺនៅជិតទឹកក្មេងស្រីដែលមានពន្លឺតើនាងជានរណាច័ន្ទដាហាក់ដូចជាបាត់បង់ស្មារតីហើយអង្គុយយំតែម្នាក់ឯងមិនដឹងថាត្រូវទៅណាតើខ្ញុំនៅណាខ្ញុំភ្លេចអ្វីទាំងអស់ដោយក្តីអាណិតរតនៈក៏ចុះទៅជួបនិងនិយាយជាមួយច័ន្ទដាដោយលួងលោមកុំខ្លាចអីខ្ញុំឈ្មោះរតនៈតើអ្នកមិនអីទេខ្ញុំមិនអីទេសូមអរគុណរំពេចនោះអណ្ដើកចំណាស់មួយក្បាលបានលេចចេញមកហើយនិយាយទៅកាន់អ្នកទាំងពីរដោយផ្ដោតទៅលើច័ន្ទដាក្មេងស្រីម្នាក់នេះមិនធម្មតាទេនាងគឺជាអ្នកបាត់ខ្លួនប៉ុន្តែច័ន្ទដាមិនបានចាំច្រើនទេខ្ញុំឈ្មោះច័ន្ទដាប៉ុន្តែខ្ញុំមិនចាំថាខ្ញុំមកពីណាទេពេលនោះរតនៈក៏និយាយលើកទឹកចិត្តទៅកាន់ច័ន្ទដាម្ដងទៀតខ្ញុំនឹងជួយអ្នកយើងនឹងស្វែងរកចម្លើយជាមួយគ្នា Chandler សប្បាយចិត្តខ្លាំងណាស់ហើយអរគុណ Redneck កូនតូចរបស់ខ្ញុំយើងចិត្តដល់ហើយនេះគឺជាកន្លែងដែលអាចកំបាំងជាច្រើនត្រូវបានលាក់តាំងពីក្មេងមកខ្ញុំបានយាមកន្លែងនេះកន្លែងដែលបាត់ពន្លឺអាចត្រូវបានរកឃើញម្ដងទៀតខ្ញុំមានអារម្មណ៍ថាខ្ញុំកំពុងអណ្តែតដូចជានឹកឃើញអ្វីមួយដែលខ្ញុំបានភ្លេចជាយូរមកហើយតើកន្លែងនេះលោកតាអណ្ដើកនៅណាហេតុអ្វីបានជាវាធ្វើឲ្យខ្ញុំឈឺចាប់ប៉ុន្តែក៏លួងលោមផងដែរសូមស្វាគមន៍អ្នកដែលបាត់បង់និងអ្នកជួយខ្ញុំបានឃើញការឈឺចាប់របស់អ្នកទាំងពីរអ្នកដែលបានបាត់បង់ពន្លឺនិងអ្នកដែលបាត់បង់ជីវិតដែលអ្នកបានដឹងឆេនដាការឈឺចាប់របស់អ្នកមិនគួរនៅម្នាក់ឯងទេខ្ញុំមានអារម្មណ៍ថាគ្មានតម្លៃដែលខ្ញុំមិនគ្រប់គ្រាន់ពួកគេបាននិយាយថាខ្ញុំមិនអាចភ្លឺដូចអ្នកដទៃទេដែលខ្ញុំគ្មានហេតុផលដើម្បីមានគេបណ្ដេញខ្ញុំចេញពីផ្ទះព្រោះខ្ញុំមិនអាចបំភ្លឺមេឃដូចគេពាក្យរបស់ពួកគេមិនពិតទេតម្លៃរបស់អ្នកមិនមែនជាពន្លឺចែងចាំងទេអ្នកបានជួយខ្ញុំអ្នកបង្ហាញឲ្យខ្ញុំឃើញពីការអត់ធ្មត់និងការយោគយល់នៅពេលដែលមនុស្សគ្រប់គ្នាចាកចេញពីខ្ញុំអ្នកបានស្នាក់នៅនោះជាតម្លៃពិតមិនមែនជាពន្លឺដែលអ្នកផ្ដល់ឲ្យទេតែជាចិត្តដែលអ្នកផ្ដល់ឲ្យវគ្គទី4នេះជាវគ្គគ្រោះថ្នាក់ដែលដឹកអណ្ដើកទៅកន្លែងថ្មីនេះជាកន្លែងដែលយើងត្រូវចែកដំណើររបស់អ្នកនៅតែបន្តហើយកាតព្វកិច្ចរបស់ខ្ញុំគឺការពារទន្លេនេះចងចាំរឿងចុងក្រោយមួយភាពទន់ខ្សោយដែលនាំអ្នកមករកខ្ញុំគឺជាកម្លាំងពិតដែលនឹងនាំអ្នកឆ្លងកាត់អ្វីគ្រប់យ៉ាងពួកគេទាំងពីរនាក់បានធ្វើដំណើរចូលទៅក្នុងព្រៃដ៏គ្រោះថ្នាក់ព្រៃនេះវាបញ្ចេញពន្លឺពីខាងក្នុងខ្ញុំមានអារម្មណ៍ថាពោពេញដោយភាពងឹតដូចជាការឈឺចាប់ចម្លែកដែលខ្ញុំភ្លេចកុំបារម្ភខ្ញុំនៅទីនេះជាមួយអ្នកកាន់ដៃទាំងពីររបស់ខ្ញុំយើងនឹងឆ្លងកាត់រឿងនេះជាមួយគ្នាដូចជាយើងបានជួយគ្នាតាំងពីដើមមកពេលនោះគេបានជួបនឹងព្រឹទ្ធាចារ្យដែលការពារព្រៃភ្នំនៅទីនោះហើយគាត់ក៏គំរាមអ្នកទាំងពីរដែរឈប់តើអ្នកណាហ៊ានឈ្លានពានដែនពិសិដ្ឋរបស់ខ្ញុំពន្លឺរបស់អ្នកខ្សោយមិនស័ក្តិសមនឹងកន្លែងដ៏អស្ចារ្យនេះអ្នកគ្រាន់តែជាតារាធ្លាក់រតនៈក៏ឈរនៅចំពោះមុខជនជាតិចិនហើយអង្វរមន្ត្រីអនុរក្សព្រៃឲ្យជួយសូមនាងឈឺចាប់ហើយយើងកំពុងព្យាយាមរកផ្លូវទៅផ្ទះខ្ញុំសូមអង្វរអ្នកអនុញ្ញាតឲ្យយើងឆ្លងកាត់ការធ្វើដំណើរដ៏វែងឆ្ងាយទៅកន្លែងថ្មីធ្វើឲ្យចិនតាគិតពីរឿងខ្លួនឯងហើយនាងមានអារម្មណ៍អស់សង្ឃឹមខ្ញុំដឹងថាខ្ញុំមិនដូចពួកគេទេខ្ញុំមិនអាចភ្លឺដូចព្រះអាទិត្យឬត្រជាក់ដូចផ្កាយនោះទេប៉ុន្តែនេះគឺជាអ្នកដែលខ្ញុំពិតជាពន្លឺរបស់ខ្ញុំប្រហែលជាស្រអាប់ប៉ុន្តែវាពិតវាកើតចេញពីការយល់ដឹងពីការលះបង់ពីការដឹងគុណបន្ទាប់ពីចិន្តាត្រូវបានថែរក្សាភាពស្មោះត្រង់របស់នាងបានទទួលពរជ័យពីម្ចាស់ព្រៃរាងកាយរបស់ម្ចាស់ព្រៃបានរីកដុះដាលទៅជាពណ៌ដ៏ស្រស់ស្អាតភាពទន់ខ្សោយរបស់អ្នកវាពិតជាក្លាហានឥឡូវនេះខ្ញុំអាចមើលឃើញថាតម្លៃពិតស្ថិតនៅក្នុងភាពខុសគ្នា
ខ្ញុំបានការពារព្រៃឈើនេះប៉ុន្តែដំណើររបស់អ្នកបានបង្រៀនខ្ញុំពីអ្វីដែលពិតជាសំខាន់បន្ទាប់ពីលោកម្ចាស់ព្រៃយល់យ៉ាងច្បាស់អំពីអត្ថប្រយោជន៍នៃពន្លឺដ៏ស្មោះត្រង់របស់ច័ន្ទដាគាត់បានបង្ហាញផ្លូវទៅកាន់ពួកគេទាំងពីរផ្លូវនេះនឹងនាំអ្នកទៅកាន់គោលដៅចុងក្រោយរបស់អ្នកប៉ុន្តែត្រូវចាំថាការតស៊ូដ៏ធំបំផុតមិនទាន់មកដល់នៅឡើយទេព្រះអាទិត្យមិនចង់ឲ្យអ្នកត្រឡប់មកវិញការផ្សងព្រេងរបស់ពួកគេបាននាំពួកគេទៅកាន់កន្លែងថ្មីនិងគ្រោះថ្នាក់រតនៈក៏ច្របូកច្របល់ក៏សួរច័ន្ទដាមួយសំណួរព្រះអាទិត្យតើវាជាអ្វីហេតុអ្វីបានជាមិនចង់ឲ្យអ្នកត្រឡប់មកវិញពេលនោះច័ន្ទដាបកស្រាយប្រាប់រតនៈព្រះអាទិត្យតែងតែច្រណែននឹងខ្ញុំព្រោះទោះបីខ្ញុំភ្លឺយ៉ាងណាក៏មនុស្សនៅលើផែនដីនៅតែស្រឡាញ់ភាពទន់ភ្លន់របស់ខ្ញុំឥឡូវនេះខ្ញុំត្រូវតែប្រឈមមុខនឹងការពិតនេះក្នុងវគ្គទី6ពួកគេទាំងពីរធ្វើដំណើរទៅកាន់ភ្នំមួយដែលគ្រប់គ្រងដោយព្រះអាទិត្យ Radnik និយាយទៅកាន់ច័ន្ទដាកម្ដៅនេះវាកាន់តែអាក្រក់ទៅតើយើងអាចឆ្លងកាត់បានទេច័ន្ទដាឆ្លើយទាំងហត់នឿយកម្ដៅព្រះអាទិត្យកំពុងរលាយថាមពលរបស់ខ្ញុំប៉ុន្តែខ្ញុំមិនអាចបោះបង់ឥឡូវនេះបានទេពេលនេះអ្នកបានធ្វើដំណើរទៅជួបព្រះអាទិត្យហើយព្រះអាទិត្យក៏គំរាមច័ន្ទដាឆេនដែលអ្នកហ៊ានត្រឡប់មកវិញទេអ្នកគួរតែធ្លាក់ចុះនៅលើផែនដីមនុស្សត្រូវការតែពន្លឺរបស់ខ្ញុំឆេនដែលបានបង្កើតខែវេទមន្តដើម្បីការពារគ្រឿងអលង្ការហើយនិយាយទៅកាន់ព្រះអាទិត្យដោយចិត្តល្អឈប់រតនាមិនបានធ្វើអ្វីខុសទេបើចង់បានយកខ្ញុំទៅតែឲ្យគាត់ត្រឡប់ទៅផ្ទះវិញប៉ុន្តែ Vanek បានបដិសេធយ៉ាងម៉ឺងម៉ាត់ទេខ្ញុំនឹងមិនចាកចេញពីអ្នកទេយើងនឹងត្រឡប់ទៅផ្ទះជាមួយគ្នាមិនយូរប៉ុន្មានរាងកាយរបស់ច័ន្ទដាមានអារម្មណ៍ថាដូចជាវាសត្វឡើងលើបន្តិចម្ដងខ្ញុំសុំទោសវាហាក់ដូចជាផ្លូវរបស់យើងប៉ុន្តែរាល់យប់ពេលអ្នកក្រឡេកមើលមេឃរតនៈឆ្លើយតបនឹងច័ន្ទដាទាំងរំភើបនិងសោកស្ដាយដោយខ្លាចបាត់បង់មិត្តសម្លាញ់ខ្ញុំនឹងមើលអ្នករាល់យប់នេះមិនមែនជាការលាទេនេះគ្រាន់តែជួបគ្នាពេលក្រោយបន្ទាប់ពីច័ន្ទដាសัตว์ចេញពីតណៈហើយនាងក៏មានពាក្យពីរបីម៉ាត់នឹងរតនៈសូមចាំថាពន្លឺរបស់ខ្ញុំនឹងតែងតែសម្រាប់អ្នកពេលដែលអ្នកឃើញពន្លឺរបស់ខ្ញុំដឹងថាខ្ញុំកំពុងគិតពីអ្នកចប់វគ្គទី6រតនៈគ្រាន់តែឈរមើលច័ន្ទដាបាត់ពីខ្លួនហើយហោះឡើងលើមេឃគាត់មានអារម្មណ៍ក្រៀមក្រំព្រោះនឹកដល់មិត្តភក្តិដែលបានរួមគ្នាមានសុភមង្គលនិងទុកព្រួយជាមួយគ្នាកាលពីអតីតកាលពេលនេះពួកយើងបានឈានដល់វគ្គទី7ដែលជាវគ្គចុងក្រោយហើយទើបច័ន្ទដាត្រឡប់មកកន្លែងវិញហើយតែពេលនេះនាងភ្លឺខុសពីគេចាំងដោយយល់ចិត្តចាំងដោយការដឹងគុណចាំងដោយក្តីស្រឡាញ់ពិតម្យ៉ាងវិញទៀតរតនៈសម្លឹងមើលព្រះច័ន្ទដោយក្តីរំភើបប៉ុន្តែក្នុងចិត្តក៏មានភាពសោកសៅនិងសោកស្ដាយជាខ្លាំងចំពោះច័ន្ទដារតនៈអង្គុយនៅមាត់ទន្លេសម្លឹងមើលព្រះច័ន្ទហើយនិយាយពាក្យពីរបីម៉ាត់ទៅកាន់ច័ន្ទដាដោយក្តីនឹករលឹកអរព្រះគុណអរគុណចំពោះពន្លឺអរគុណចំពោះមិត្តភាពអរគុណចំពោះការបង្រៀនរបស់អ្នកអណ្ដើកក៏និយាយលើកទឹកចិត្តទៅកាន់ខមរ៉ាហ្វេណាក្មេងឲ្យការជឿចាប់នឹងរលាយបាត់បន្តិចម្ដងព្រោះស្នេហាពិតមិនរលត់ទៅណាឡើយពេលនោះហើយដែល Radnik យល់គ្រប់យ៉ាងឥឡូវនេះខ្ញុំយល់ថាមិត្តភាពពិតមិនដែលរលាយបាត់ឡើយវាគ្រាន់តែផ្លាស់ប្ដូរទម្រង់រាល់ពេលដែលខ្ញុំឃើញពន្លឺរបស់អ្នកខ្ញុំដឹងថាអ្នកនៅទីនេះជាមួយខ្ញុំហើយការធ្វើដំណើរមួយបានបញ្ចប់ដើម្បីចាប់ផ្ដើមដំណើរថ្មីមួយទៀតព្រោះជីវិតគឺការរៀនសូត្រការលះបង់និងការរីកលូតលាស់វគ្គចុងក្រោយដ៏ស្រស់ស្អាតដែលជាការសន្និដ្ឋានដ៏ទាក់ទាញនិងមានអត្ថន័យច័ន្ទដារកឃើញអត្តសញ្ញាណពិតរបស់នាងខណៈរតនាដឹងពីអត្ថន័យពិតនៃមិត្តភាពនិងការលះបង់រឿងនិទានដែលមិនអាចបំភ្លេចបាននេះនឹងបន្សល់ទុកនូវតម្លៃដ៏អស្ចារ្យនៅក្នុងចិត្តរបស់មនុស្សគ្រប់គ្នាអរគុណសម្រាប់ការតាមដាន Channel និង Ravena សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទស្សនិកជនរបស់យើងទាំងអស់ដែលបានចូលរួមជាមួយពួកយើងក្នុងដំណើរដ៏អស្ចារ្យនេះការគាំទ្ររបស់អ្នកមានន័យគ្រប់យ៉ាងសម្រាប់យើងតើធ្វើដូចម្តេចដើម្បីទទួលបានវីដេអូថ្មីរបស់យើងចុចប៊ូតុងជាវដើម្បីបើកការជូនដំណឹងចុចលើរូបកណ្ដឹងដើម្បីទទួលបានការជូនដំណឹងនៅពេលយើងបង្ហោះវីដេអូថ្មីចែករំលែកវីដេអូនេះជាមួយមិត្តភ័ក្តិនិងក្រុមគ្រួសារ Comment ខាងក្រោមប្រាប់យើងពីអ្វីដែលអ្នកស្រឡាញ់រឿងថ្មីនឹងមកដល់ឆាប់នេះរងចាំការផ្សងព្រេងវេទមន្តបន្ថែមទៀតអ្នក